គ្រឿងម្ជូរជ្រលក់អំបិលម្ទេសឆ្ងាញ់មែនតែកុំប្រឹងពើតពេកប្រយ័ត្នទឹកភ្នែកថ្ងៃក្រោយពេលដែលម្សៅអំបិលម្ទេសក្រហមឆ្អិនឆ្អៅត្រូវគេយកមកលាយជាមួយស្វាយខ្ចីម្កាក់ឬត្របែកស្រួយគ្មានអ្នកណាអាចទប់ចិត្តមិនឲ្យស្រក់ទឹកមាត់បានឡើយភាពជូរអែមលាយឡំជាមួយរសជាតិប្រៃហើរឆ្លងកាត់ចុងអណ្ដាតបង្កើតបានជាចំណីរំញោចអារម្មណ៍ដ៏ជក់ចិត្តបំផុតប៉ុន្តែនៅពីក្រោយភាពរីករាយដ៏សែនឆ្ងាញ់នេះគឺមានការពិតដ៏ឈឺចាប់មួយដែលយើងតែងតែមើលរំលងភាពប្រៃខ្លាំងនិងជាតិហឹរក្រហាយទាំងនោះគឺជាអន្ទាក់សុខភាពដ៏គ្រោះថ្នាក់ដែលកំពុងលាក់ខ្លួនបំផ្លាញរាងកាយយ៉ាងស្ងៀមស្ងាត់រាល់ពេលដែលរសជាតិហឹរខ្លាំងធ្លាក់ចុះទៅដល់ផ្នែកខាងក្នុងវាប្រៀបបាននឹងភ្លើងកំពុងឆាបឆេះស្រទាប់ភ្នេះក្រពះបង្កជាអាការៈក្រហាយឈឺចាប់និងឈានដល់ជំងឺដំបៅក្រពះយ៉ាងធ្ងន់ធ្ងរប្រសិនបើនៅតែបន្តបរិភោគញឹកញាប់ពេកមិនតែប៉ុណ្ណោះជាតិសូដ្យូមដ៏លើសលប់នៅក្នុងអំបិលកំពុងប្រែក្លាយតម្រងនោមរបស់អ្នកឲ្យទៅជាកម្មករហត់នឿយគ្មានថ្ងៃសម្រាកព្រមទាំងរុញសម្ពាធឈាមឲ្យកើនឡើងខ្ពស់ខុសធម្មតាដោយមិនដឹងខ្លួនផលវិបាកទាំងនេះអាចនឹងមិនបង្ហាញវត្តមានភ្លាមទេប៉ុន្តែវានឹងប្រមូលផ្ដុំគ្នារហូតដល់ថ្ងៃណាមួយដែលរាងកាយទ្រាំមិនបានកុំបណ្ដោយឲ្យភាពរីករាយត្រឹមតែប្រមាណនាទីនៅលើចុងអណ្ដាតមកដូរយកការឈឺចាប់និងវិបត្តិសុខភាពរយៈពេលវែងដែលពិបាកនឹងដោះស្រាយដល់ពេលដែលត្រូវងាកមកស្រឡាញ់និងថែទាំសុខភាពរាងកាយឲ្យបានត្រឹមត្រូវតាមរយៈការកាត់បន្ថយបរិមាណនិងបរិភោគក្នុងកម្រិតសមល្មមដើម្បីរក្សាក្តីសុខនិងភាពស្រស់បំព្រងក្នុងជីវិតរបស់អ្នកឲ្យបានយូរអង្វែងតទៅមុខទៀត